ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយកពីអាកប្បកិរិយាមួយរបស់កុមារដែលគេហៅថា tantrum គឺជាអាការៈដែលកូនបាត់បង់ការគ្រប់គ្រងខ្លួនឯងដែលវាបង្ហាញឡើងដូចជាការស្រែកយំខ្លាំងយំបោកខ្លួនទធ្លាក់ដៃទធ្លាក់ជើងត្រោះជើងដួលបោកខ្លួននឹងករណីខ្លះគឺក្មេងខ្លះអាចដល់ថ្នាក់ខំអត់ដង្ហើមធ្វើឲ្យក្អួតបោកប្រាស់របស់របរធ្វើបាបខ្លួនឯងឬមួយក៏ធ្វើបាបអ្នកដទៃនឹងគឺជាផ្នែកមួយនៃ tantrum វាជាផ្នែកធម្មតានៃការអភិវឌ្ឍដែលបង្ហាញថាកូនកំពុងតែជួបការលំបាកនៅក្នុងការប្រើពាក្យឬមួយក៏ការគ្រប់គ្រងអារម្មណ៍ហេតុអ្វីបានជាមាន tantrum កើតឡើង tantrum គឺជារឿងធម្មតានៅក្នុងវ័យកុមារtoddler គឺក្មេងដែលគាត់ចាប់ផ្ដើមចេះដើរទៅតាស់ពីអាយុ1 ទៅ 3 ឆ្នាំនឹងពីព្រោះពួកគាត់កំពុងតែរៀនបង្ហាញពីអារម្មណ៍និងតម្រូវការភាសារបស់គាត់គឺមានកម្រិតគឺគាត់អត់ទាន់ចេះនិយាយគ្រប់ភាសាគ្រប់ពាក្យច្បាស់លាស់នៅឡើយទេគាត់មានអារម្មណ៍ខ្លាំងគឺ strong feeling ហើយនឹងមានបំណងប្រាថ្នាចង់ឯករាជ្យភាពខ្លាំងក្មេងអាយុ toddler នឹងអញ្ចឹងវាធ្វើឲ្យអាចនាំឲ្យមានការខកចិត្តសម្រាប់កុមារដែលមានអាយុច្រើនជាងនេះគាត់អាចនៅមាន tantrum ដែរប្រសិនបើពួកគាត់មិនទាន់បានរៀនពីរបៀបគ្រប់គ្រងអារម្មណ៍ឲ្យបានល្អទូទៅ tantrum នឹងនៅពេលដែលក្មេងអាយុច្រើនបន្តិចគឺគាត់អភិវឌ្ឍជំនាញគ្រប់គ្រងខ្លួនឯងអាការៈ tantrum នឹងគឺអាចមានតិចជាងមុនអ្វីដែលប៉ាម៉ាក់ត្រូវចាំគឺ tantrum មិនមែនជាអាកប្បកិរិយាអាក្រក់នោះទេគ្រាន់តែជាវិធីសាស្ត្ររបស់កុមារក្នុងការនិយាយថាខ្ញុំត្រូវការជំនួយអារម្មណ៍របស់ខ្ញុំតើអ្វីដែលបង្កឲ្យមាន tantrum កើតឡើង tantrum ទំនងជាអាចកើតឡើងនៅក្នុងកំឡុងពេលដែលមាន trigger ហ្នឹងគឺដូចជាពេលដែលអ្វីដែលភ្ញោចឲ្យអាការៈនឹងកើតឡើងយើងអាចឃើញកើតឡើងនៅក្នុងពេលដែលគាត់អាការៈនឿយហត់ងុយគេងពេលគាត់ឃ្លានពេលដែលពួកគាត់មិនទទួលបាននៅអ្វីដែលពួកគាត់ចង់បានពេលដែលមានរំញោចខ្លាំងមានសម្លេងរំខានខ្លាំងអាចមាននៅក្នុងស្ថានភាពលំបាកខ្លះៗដូចថាមានក្មេងម្នាក់ទៀតដែលចង់ដណ្ដើមយករបស់លេងរបស់គាត់របៀបឆ្លើយតបនៅពេលដែលកូនកំពុងតែមានអាការៈ tantrum នឹងគឺយើងត្រូវធ្វើម៉េចទី1គឺយើងត្រូវរក្សាភាពស្ងប់ស្ងាត់ក្មេងគាត់រៀនពីប្រតិកម្មរបស់យើងបើសិនជាប្រតិកម្មរបស់យើងទៅជាឆោឡោឡូឡាគឺរឹតតែធ្វើឲ្យអាការៈរបស់គាត់នឹងគឺកាន់តែខ្លាំងបន្ថែមទៀតអញ្ចឹងគឺយើងត្រូវតែស្ងប់ស្ងាត់ដកដង្ហើមវែងហើយស្ងប់ស្ងាត់ទី2គឺទទួលស្គាល់អារម្មណ៍របស់ពួកគាត់បង្ហាញពីការយល់ចិត្តប៉ុន្តែមិនចោះចាញ់ឧទាហរណ៍យើងទទួលស្គាល់អារម្មណ៍គាត់ថាកូនអន់ចិត្តនៅពេលដែលកូនបានរបស់ដែលកូនចង់បានយើងទទួលស្គាល់អារម្មណ៍របស់គាត់ថាគាត់អន់ចិត្តប៉ុន្តែរបស់នោះយើងនៅតែមិនឲ្យដដែលកំណត់ឲ្យច្បាស់នៅព្រំដែននិងច្បាប់ដែលយើងសេតឲ្យគាត់ដោយមិនចាំបាច់សេកឡូឡាសឡុតឬក៏ដាក់ទោសគាត់ធ្ងន់ទេយើងអាចផ្ដល់ឲ្យនៅអ្វីផ្សេងទៀតដែលគាត់ជ្រើសរើសដើម្បីជាជំនួសការដែលផ្ដល់ជំរឿឲ្យគាត់ហ្នឹងគឺវាអាចជួយបន្ថយឥទ្ធិពលនៃការតស៊ូរបស់គាត់ពីទូទៅអាការៈហ្នឹងគឺវាអាចត្រឹម5ទៅ10នាទីនឹងបាត់ទៅវិញហើយបន្ទាប់ពីគាត់ចាប់ផ្ដើមស្ងប់ស្ងាត់tantrum របស់គាត់ចាប់ផ្ដើមស្ងប់ស្ងាត់ហើយយើងអាចនិយាយពីអារម្មណ៍របស់គាត់ឡើងវិញដើម្បីជួយឲ្យគាត់គិតពីអ្វីដែលបានកើតឡើងហើយកូនខឹងមួយប៉ាម៉ាក់ដែលប៉ាម៉ាក់អត់បានទិញប្រដាប់លេងឲ្យកូនឬអញ្ចឹងដល់ក្រោយកូនអាចធ្វើអីផ្សេងជំនួសការស្រែកនឹងដើម្បីឲ្យគាត់យល់ពីអារម្មណ៍របស់គាត់រៀនឲ្យគាត់គិតឡើងវិញពីអ្វីដែលបានកើតឡើងហើយព្យាយាមទៅសើនៅអាកប្បកិរិយាវិជ្ជមានគាត់សម្គាល់និងអបអរសាទរនៅពេលដែលកូនគ្រប់គ្រងអារម្មណ៍របស់គេបានល្អដូចថាពេលដែលគាត់ឃើញរបស់អ្វីមួយដួលខូចគាត់អត់បញ្ចេញអាកប្បកិរិយាច្រឡោតខឹងទេយើងទៅសារគាត់ថាអាហ្នឹងគឺ strong បង្រៀនឲ្យស្គាល់ពីសញ្ញាអារម្មណ៍ដើម្បីជួយឲ្យពួកគាត់ដាក់ស្លាកអារម្មណ៍ដូចជាអារម្មណ៍មិនគេហៅថាអារម្មណ៍ខឹងសោកសៅឬមួយក៏អស់កម្លាំងអាចប្រើរូបភាពសម្រាប់កុមារដែលមិនទាន់ចេះនិយាយធ្វើជាគំរូរបស់គាត់ model របស់គាត់បង្ហាញពីការឆ្លើយតបចំពោះស្ថានភាពនឹងដូចថាចំពោះភាពតានតឹងគឺយើងត្រូវមានអាកប្បកិរិយាយ៉ាងម៉េចព្រោះកូនគឺនឹងមើលពីគំរូរបស់យើង
ដើម្បីទប់ស្កាត់ tantrum នាពេលអនាគតតើយើងត្រូវធ្វើដូចដេចដើម្បីទប់ស្កាត់ tantrum នាពេលអនាគតគឺយើងត្រូវកំណត់និងជៀសវាងកត្តាដែលអាចឲ្យមាន tantrum ដូចថាពេលឃ្លានពេលសេកទឹកពេលអស់កម្លាំងងងុយគេងឬមួយក៏មានអារម្មណ៍ហួសហេតុហ្នឹងគឺយើងត្រូវបញ្ជាឲ្យអាចជៀសបានគឺយើងជៀសឲ្យបង្កើតជំនាញប្រចាំថ្ងៃនិយាយពីអារម្មណ៍ជារៀងរាល់ថ្ងៃជាមួយកូនដើម្បីឲ្យកូនបានរៀនគ្រប់គ្រងអារម្មណ៍អ្វីដែលប៉ាម៉ាក់ត្រូវដឹងពេលកូនមានអាកប្បកិរិយា tantrum ហ្នឹងគឺមិនមែនតែបខំឬក៏បញ្ឈប់ប៉ុណ្ណោះទេប៉ុន្តែគឺវាជាឱកាសសម្រាប់បង្រៀនកូនអំពីអារម្មណ៍និងអំពីការគ្រប់គ្រងអារម្មណ៍